ជំរាបសួរពុកម៉ែបងប្អូនសម្រាប់ថ្ងៃនេះខ្ញុំឆាសណ្តែកគួរជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនចាអត់ដឹងធ្វើម្ហូបអីហូបទេបងប្អូនអើយនៅក្នុងទូមានសណ្តែកគួរនិងសាច់ជ្រូកក៏ឆាសាច់ជ្រូកជាមួយនឹងសណ្តែកគួរហូបតែម្ដងទៅបងប្អូនចាឆាហើយយើងឆារៀងកកបងប្អូនកុំដាក់ទឹកអានឹងឆានៅទៅវាឆ្ងាញ់បងប្អូនចាចំពោះសណ្តែកគួរកុំយកឆ្អិនពេកបងប្អូនយករៀងនៅច្រប់អាហ្នឹងក៏ឆ្ងាញ់ដែរបងប្អូនចាយើងឆាបែបនេះគឺឆ្ងាញ់មែនតើបងប្អូនចាសម្រាប់វិធីធ្វើមុនដំបូងឡើយគឺដាក់ខ្លាញ់នៅខ្ទះក្តៅបន្តិចហើយយើងដាក់ខ្ទឹមសលីងឲ្យឡើងក្រហមឈ្ងុយបន្តិចសិនបងប្អូនចាំយើងដាក់សាច់ជ្រូកចូលចាដាក់សាច់ជ្រូកចូលហើយយើងថែមអំបិលកន្លះស្លាបព្រាបាយឬក៏តិចជាងហ្នឹងណាបងប្អូនដើម្បីឲ្យវាជួយកាត់ឆ្អាបបងប្អូនហើយយើងកូរត្រឡប់វាឲ្យឈ្ងុតទឹកឲ្យរីងទឹកឲ្យអស់សិនហើយចាំយើងដាក់គ្រឿងនៅសល់ចូលដូចជាទឹកត្រីហ្នឹងកន្លះស្លាបព្រាបាយហើយប៊ីចេងហ្នឹង1ស្លាបព្រាកាហ្វេហើយម្សៅស៊ុបខ្នុរហ្នឹង2ស្លាបព្រាកាហ្វេហើយបន្ទាប់មកយើងកូរវាបន្តិចសិនដើម្បីឲ្យវាចូលគ្រឿងហ្នឹងចូលសព្វជាមួយគ្នាហើយបានយើងចាប់ផ្ដើមដាក់ស្ករក្រហមចូលចាចំពោះស្ករក្រហមគឺយើងដាក់ហើយយើងកូរវាឡើងក្រហមហើយឈ្ងុយសិនណាបងប្អូនចាបន្ទាប់មកយើងដាក់ប្រេងខ្យងក្រោយគេចាប្រេងខ្យងខ្ញុំដាក់1ស្លាបព្រាបាយបងប្អូនដាក់តាមចំណង់ចំណូលចិត្តគ្រឿងទាំងអស់ហ្នឹងគឺបងប្អូនដាក់តាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំប្រៃឬក៏ផ្អែមឬក៏សាបអីចឹងណាបងប្អូនបន្ទាប់ពីយើងដាក់ប្រេងខ្យងហើយគឺយើងចាប់ផ្ដើមដាក់សណ្តែកគួរចូលចាដាក់សណ្តែកគួរហើយគឺយើងឆាត្រឡប់វា2-3ត្រឡប់ហើយយើងទុកវាប្រហែលជា1នាទីអីទៅបងប្អូនចាយើងកូរត្រឡប់1នាទីអីទៅដើម្បីឲ្យសណ្តែកគួរនឹងរាងស្ពាប់បន្តិចអញ្ចឹងទៅហើយយើងភ្លក់វាតាមចំណង់ចំណូលចិត្តដែលបងប្អូនចង់ញ៉ាំចាចំពោះខ្ញុំគឺភ្លក់ហើយគឺល្មមហើយបងប្អូនចាសម្លឆារបស់ខ្ញុំគឺឆ្អិនហើយបងប្អូនចាអាចហូបបានហើយគឺហូបអាហារសម្រាប់ពេលថ្ងៃត្រង់ហ្នឹងគឺឆ្ងាញ់មែនទែនបងប្អូនចាបន្ទាប់ពីឆ្អិនហើយគឺខ្ញុំចាប់ផ្ដើមដួសដាក់ចានយកទៅញ៉ាំឲ្យបងប្អូនចាធ្វើងាយស្រួលឯងបងប្អូនម្ហូបប្រចាំថ្ងៃរបស់ខ្ញុំអត់មានអីពិបាកទេគឺសាមញ្ញម្ហូបធម្មតាអញ្ចឹងណាបងប្អូនចាព្រោះអីយើងអត់សូវមានសមត្ថភាពអញ្ចឹងយើងធ្វើម្ហូបរៀងសាមញ្ញចាមើលទៅទំនងឲ្យបងប្អូនអាចមកញ៉ាំជាមួយខ្ញុំបានអត់បងប្អូនចាចំពោះមុខម្ហូបថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងឯងបងប្អូនចាអរគុណច្រើនបងប្អូនចាំជួបគ្នានៅថ្ងៃស្អែកទៀតណាបងប្អូនអរគុណ